តើអ្នកដឹងទេថាមាសគឺនៅក្បែរអ្នកនៅពេលនេះទេអ្នកមិនចាំបាច់ទៅមាត់ទន្លេជាមួយថាសនិងឧបករណ៍ពិសេសដើម្បីទទួលបានវានោះទេអ្នកអាចរកឃើញមាសនៅក្នុងទូរស័ព្ទរបស់អ្នករឿងនោះគឺថាទូរស័ព្ទនិងកុំព្យូទ័រយួរដៃមានលោហៈដ៏មានតម្លៃច្រើនជាងរ៉ែ1តោនដែលមាសដូចគ្នាត្រូវបានទាញយកអ្នកអាចទាញយកមាសពីគ្រឿងអេឡិចត្រូនិករបស់អ្នកដោយខ្លួនឯងបានដំបូងអ្នកត្រូវដកកាតចេញពីទូរស័ព្ទដែលមានផ្ទុកភាគល្អិតមាសតូចបំផុតបន្ទាប់មកគេដុតវាឲ្យក្លាយជាផេះហើយបន្ទាប់មកដាក់ផេះនោះក្នុងសូលុយស្យូងអាស៊ីតពិសេសរយៈពេល1សប្តាហ៍បន្ទាប់ពីនោះវានៅសល់តែការច្រោះផេះដោយប្រុងប្រយ័ត្នដើម្បីបំបែកបន្ទះមាសហើយបន្ទាប់មកដុតវាលទ្ធផលគឺលោហៈដ៏មានតម្លៃសុទ្ធរាប់សិបផោនប៉ុន្តែប្រសិនបើគីមីវិទ្យាមិនមែនជាចំណូលចិត្តរបស់អ្នកទេនោះមានវិធីផ្សេងទៀតរុក្ខជាតិអាចទាញយកមាសសម្រាប់អ្នកបានឧទាហរណ៍ឬពត់បញ្ចេញសារធាតុដែលរំលាយលោហៈនៅក្នុងដីនិងលើកវាឡើងតាមដើមអ្វីដែលនៅសល់គឺត្រូវដុតផលដំណាំនិងទាញយកមាសពីផេះសម្រាប់ការប្រៀបធៀបរ៉ែ1តោនមានមាសប្រហែល1ក្រាមពោត1តោនមាន50ក្រាមហើយទូរស័ព្ទចាស់1តោនមានរហូតដល់300ក្រាម